បាទជាបឋមខ្ញុំកណ្ដាលខ្ញុំសូមប្រាប់ថ្លែងគុំដល់គុណការទាំង3នឹងស្ការដល់ព្រះអង្គគ្រប់អង្គនឹងជម្រាបសួរលោកគ្រូនិងលោកគ្រូជីមៃនិងញាតិធរទាំងអស់ដែលកំពុងតែតាមដានស្ដាប់និងចូលនៅមើលនៅអាកាសពេលក្រោយបាទហើយឥឡូវនេះគឺយើងកំពុងតែធ្វើកិច្ចសន្ទនាធរនៅពេលរាត្រីហើយមកដល់ពេលនេះគឺជាថ្ងៃទី2ហើយដំណើររបស់លោកគ្រូក៏បានមកដល់រយៈពេល3យប់4ថ្ងៃទេណាតាំងពីថ្ងៃទី29ឥឡូវមកដល់ថ្ងៃទី2នៅខាងខេត្តពោធិ៍សាត់បាទហើយថ្ងៃស្អែកនេះក៏យើងមានកម្មវិធីសន្ទនាធរនៅបរិខាងបាត់ដំបងហើយក៏យើងមានបាត់ដំបងពីរទីតាំងហើយនឹងខាងប៉ោយប៉ែតផងដែរបាទហើយថ្ងៃនេះអត់ទាន់តែលោកគ្រូលើកពីទីបទទេចឹងទៅឲ្យគ្រូជីមចាប់ដើមសិនណាបាទជាបឋមខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំដល់គុណកើត3ដល់គ្រប់ខ្ពងខ្ពស់សូមនមស្ការព្រះអង្គគ្រប់អង្គខ្ញុំសូមជំរាបសួរបងរីបាទលោកគ្រូមានកិច្ចទៅខាងក្រៅចឹងហើយថ្ងៃនេះជាថ្ងៃដែលបញ្ចប់ពិធីបុណ្យមាឃបូជាភាសាបូជាអូច្រឡំវាគូភាសាបូជាមែនទេហើយចាំស្អែកជួបជុំគ្នានៅបាត់ដំបងហើយពេលរាត្រីនេះក៏ឆ្លៀតឱកាសនឹងធម្មសន្ទនាបន្តិចបន្តួចដើម្បីជាប្រយោជន៍ទៅដល់ខ្ញុំផងនិងញាតិធរដទៃទៀតផងហើយខ្ញុំភ្លេចជំរាបសួរលោកគ្រូព្រោះនៅគ្រូមកស្ការតិចអីក៏មិនបាទអញ្ចឹងដើម្បីមុននឹងចូលការសន្ទនាវធម៌នេះខ្ញុំសូមនមស្ការដល់គុណព្រះរតនត្រ័យបាទនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្ពុទ្ធស្សៈក្នុងឱកាសនេះដែរក៏ចង់ជំរាបសួរបងរីផងហើយក៏មានសំណួរខ្លះនឹងចង់សួរលោកគ្រូផងហើយក៏ចង់បូកសរុបមកតង់ដែរព្រោះអីកម្មវិធីសន្ទនាវធម៌សរុបតាំងពីថ្ងៃលោកគ្រូអញ្ជើញចុះលើយន្តហោះមកហ្នឹងគឺថាបាននៅភ្នំពេញមួយទីតាំងហើយនៅកំពង់ឆ្នាំងហើយនៅទីវត្តបាទហើយក៏សង្កេតឃើញថាពុកម៉ែបងប្អូនយើងធ្វើត្បិតតែគាត់មិនបានចូលរៀននៅមេរៀនអភិធម្មឬក៏បរមត្ថធម៌នៅចិត្តចិត្តសក្តិរូបនេះធ្វើត្បិតតែគាត់មិនបានចូលរៀនលោកគ្រូតែសង្ឃឹមតែក៏ឃើញថាគាត់ស្ដាប់ច្រើនគួរសមអញ្ចឹងពីមួយកន្លែងទៅមួយកន្លែងហ្នឹងក៏ឃើញកើនចំនួនជាពិសេសសូម្បីតែថ្ងៃស្វាគមន៍ក៏មានការចូលរួមច្រើនបាទហើយសិតតែអ្នករៀនច្រើនទៀតថ្ងៃទី1នៅក្នុងភ្នំពេញនេះគឺអ្នករៀនច្រើនហើយដល់ទៅមកកំពង់ឆ្នាំងនេះសង្ឃឹមថាប្រហែលជាមិនបានច្រើនទេតាមមើលមនុស្សអាចថា20-30នាក់ប៉ុណ្ណឹងតែផ្ទុយទៅវិញដូចជាចូល100គ្រូបាទច្រើនធ្វើឲ្យអ្នករៀននោះគឺតិចមិនទាន់បានច្រើនទេតែអ្នកស្ដាប់នឹងច្រើនវិញហើយនៅខាងវត្តនេះក៏គួរសមហើយឃើញថាអ្នកមកវិសាខបូជានេះដូចច្រើនជាងកថាតាមពិតដូចទៅហើយក៏មិនអូបើកថាមួយទៀតពីមុនតិចទេតមកកថាឆ្នាំមុននេះច្រើនគួរសមដែរតែមកមានបូជានេះគួរឲ្យតែច្រើនទៀតមនុស្សវិសាខខ្ញុំនិយាយទៅមានអញ្ចឹងវិសាខបូជាបាទអញ្ចឹងហើយក៏ជាជំហានដំបូងនេះចង់ជំរាបសួរបងរីអញ្ចឹងហេតុតែបានចង់ជំរាបសួរហើយក៏ចង់សន្ទនាពធនៅពេលនេះហ្នឹងក៏ការដែលមានឱកាសក្នុងការជួបលោកគ្រូនោះគឺមិនងាយជួបទេគ្រូបានមួយឆ្នាំជួបបាន2ដងម្ដងមួយខែជាងខ្ញុំថាមិនងាយណាទោះទាំងបងប្អូនយើងផ្សេងទៀតដែលបានជួបហើយចំពោះខ្ញុំផ្ទាល់គឺនេះជាឱកាសរបស់ខ្ញុំដែលបាននៅក្បែរលោកគ្រូហើយអរគុណលោកចំពោះលោកគ្រូដែលបានអនុគ្រោះឲ្យពួកខ្ញុំទាំងពីរបានដើរជាមួយនៅការសន្ទនាពធនេះហើយជាឱកាសរបស់ខ្ញុំដែរដែលពេលដែលខ្ញុំមានសំណួរអីឆ្ងល់ខ្ញុំសួរភ្លាមតែម្ដងហើយក៏លោកគ្រូនឹងឆ្លើយបានភ្លាមដែរអញ្ចឹងក៏ចង់ជំរាបសួរបងរីដែរថាតើការបែកគ្នាមួយរយៈនេះសិក្សានឹងបានអីខ្លះហើយយល់កន្លែងណាដែលយល់ហើយកន្លែងណាដែលមិនយល់តើលោកគ្រូនៅក្បែរសួរហើយហ្នឹងហើយតាក់ទងជាមួយនឹងមេរៀនណារៀនបានអីខ្លះហើយឆ្ងល់កន្លែងណាហ្នឹងតើមានឱកាសនឹងយើងសួរលោកគ្រូអញ្ចឹងជាឱកាសរបស់យើងហើយអត់មានបងណាទេហ្នឹងសូមរួមជើញបងអញ្ចឹងអរគុណគ្រូជីមៃក៏សូមឱកាសពីលោកគ្រូផងដែរអញ្ចឹងទៅតាក់ទងពីការលោកគ្រូមកវគ្គមុនហើយនឹងមកវគ្គនេះបានយើងបែកគ្នាជាយូរដែរគ្រូបាទហើយចំពោះការរៀនហ្នឹងរាល់ថ្ងៃហ្នឹងប្រឹងរៀនបន្តគាត់ថារៀនយូរទៅរកកន្លែងឆ្ងល់អត់ទាន់ឃើញគ្រូមិនដឹងថាយើងរៀនទៅយើងចាប់បានប៉ុន្មានអីប៉ុន្មានប៉ុន្តែរកចំណុចដែលត្រូវសួរហ្នឹងអត់ទាន់មានឬមួយគាត់ថាក្នុងចិត្តខ្ញុំពេលជួបមកគ្រូសួរមិនចេញហ្មងគ្រូហ្នឹងហើយប៉ុន្តែនៅតែព្យាយាមរៀនរាល់ថ្ងៃនេះគឺរៀនមេរៀនចិត្តចេតសិកនិងរូបបាទហើយចំពោះការរៀននេះមិនជាបានជ្រៅជ្រះប្រហែលទេប៉ុន្តែគ្រាន់តែថាអាចយកមកប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃបានលោកគ្រូគឺតកតងជាមួយនឹងមេរៀនចិត្តនិងចេតសិកគឺជាមេរៀនមួយដែលខ្ញុំមិនដែលបានស្គាល់ទេពីមុនមកមិនដឹងថាស្អីទេចិត្តពីមុនឲ្យតែយើងស្អីទេចិត្តដល់តែបានរៀនមេរៀនលោកគ្រូលើកឡើងថាចិត្តប្រៀបបានដូចជាទឹកថ្លាស្អាតមួយដល់យ៉ាងណាចុះទឹកថ្លាស្អាតចុះមិនបានចិត្តយើងវាចូលចិត្តតែរឿងច្បុកច្បល់ទៅពេញហ្នឹងអញ្ចឹងមានអីច្រើនម៉េចបើថាចិត្តនឹងស្អាតចិត្តនឹងថ្លាចុះហេតុអីបានចិត្តយើងវាចេះតែពេលខ្លះទៅខឹងពេលខ្លះទៅសោចពេលខ្លះទៅយំអញ្ចឹង
ការពីមិនតបានរៀនអត់ដឹងថានឹងស្អីទេតែដល់បានរៀនខ្លះមកថាចិត្តដល់តែចិត្តវាទៅបូកជាមួយចិត្តសឹកទៀតបាទហើយដល់ស្អីចិត្តសឹកដល់ស្អីចិត្តសឹកពីមុនមិនដែរស្គាល់ទេបាទដល់បានរៀនមកចិត្តសឹកវាមាន52បាទហើយក្នុងនោះវាមានអញ្ញសមាសចិត្តសឹក13អក្សរចិត្តសឹក12និងអក្សរចិត្តសឹក14ហើយនិងសោមនចិត្ត25ចិត្តសមាសោមនចិត្តសឹក25ដល់តែអញ្ចឹងក៏បានដែរហើយដល់តែដបចិត្តមានតែមួយដល់តែបូកជាមួយចិត្តសឹកឡើងដល់121ដួងនិង89ដួងនឹងឬ121ដួងដោយពិស្ដាបាទដល់អញ្ចឹងបានអូដល់លោកគ្រូបញ្យល់ថាចិត្តហ្នឹងវាបូកជាមួយនឹងគ្រឿងផ្សំអញ្ចឹងចិត្តសឹកហ្នឹងស្មើនឹងគ្រឿងផ្សំបាទអញ្ចឹងក៏បានសិក្សាព្យាយាមចិត្តសិក្សាទៅហើយដំបូងហើយក៏คลิกមិនតាក់ទងមួយការបានចូលរៀនហ្នឹងគឺអរគុណគ្រូជីមែនតើទៅជាបងចរមួយខ្ញុំហ្នឹងហើយខ្ញុំឲ្យគាត់ហ្នឹងពេលនៅក្នុង line ហ្នឹងគឺខ្ញុំទៅខ្ញុំមកទេតាមទៅតែដល់ខូចខ្នងហ្នឹងដូចបងប្អូនញាតិធម៌ខ្លះបានឃើញហ្នឹងហើយទៅហើយមកទេហ្នឹងបាទអញ្ចឹងក៏អរគុណគ្រូជីដែរគាត់បានជំរុញនិយាយគាត់ជំរុញឲ្យបានរៀនដល់បានរៀនទៅពិតជាល្អមែនមេរៀននេះគឺក្នុងគោលបំណងដែលយើងយកមកអនុវត្តប្រចាំថ្ងៃរបស់យើងនេះនៅពេលដែលយើងកំពុងតែជួបរឿងអីនៅពេលដែលយើងកំពុងឃើញអីនៅពេលដែលយើងកំពុងតែជួបប្រទះនៅរឿងអីគឺយើងអាចយកមកប្រតិបត្តិបានគ្រូយកមកដោះស្រាយបានព្រោះពីមុនចំពោះខ្ញុំពីមុនដែលមិនទាន់បានរៀនសូត្រមេរៀនចិត្តនៃចិត្តសិក្សាគឺខ្ញុំអត់ដែលដឹងថាអ្វីមែនណាអបាយរបស់យើងជំងឺមនុស្សទូទៅពាក្យថាអបាយដោះស្រាយមានលោកប៉ុន្តែពេលខ្លះយកអបាយដោះស្រាយយកជាកំហឹងយកមកដាក់ខ្លួនហើយនឹងភាពមានអ្នកអត់គិតថាភាពខឹងហ្នឹងជាទោសៈមួយហ្នឹងវាជាអកុសលឬក៏ជាកុសលដឹងទេដឹងថាធ្វើម៉េចយកឈ្នះនៅពេលដែលយើងគិតថាខ្លួនយើងនឹងត្រូវប្រកាន់តែអញនឹងត្រូវតែដល់ទៅពេលយើងបានសិក្សាយើងស្គាល់ថាអ្វីជាកុសលអ្វីជាអកុសលមានតែយើងមានឧបាយដោះស្រាយស្រួលមិនបាច់ចាំបាច់ប្រើមានន័យថាមិនបាច់ចាំប្រើខ្នងប្រើខ្សែឬក៏ប្រើបាក់ពួកដើម្បីយកមកដោះស្រាយនៅក្នុងពេលហ្នឹងមានន័យថាដល់ពេលដែលយើងបានសិក្សាយល់ពីចិត្តយើងហើយយើងស្គាល់ថាអ្វីហើយគឺមានន័យថាយើងយកមេរៀនទាំងអស់ហ្នឹងយកមកប្រតិបត្តិនៅក្នុងខ្លួនរបស់យើងឧទាហរណ៍ជាក់ស្ដែងដូចខ្ញុំជាមនុស្សម្នាក់នឹងតែនិយាយដែរព្រោះខ្ញុំមិនទាន់រកឧទាហរណ៍ណាបានច្រើនក៏ពីហ្នឹងប៉ុន្តែនេះជារឿងជាក់ស្ដែងដែលខ្ញុំជាមួយនឹងម្ដាយរបស់ខ្ញុំជាមនុស្សម្នាក់ដែលធ្វើឲ្យម្ដាយគាត់ថាពិបាកចិត្តមិនមែនថាយើងទៅធ្វើអំពើខុសច្បាប់ទេប៉ុន្តែជាកូនមួយដែលតមកនឹងពុកម្ដាយឲ្យតែគាត់និយាយអីមកដូចវគ្គមុនលោកណាកូនពីមុនអត់ដែរសូវលឺពាក្យហ្នឹងឯងចំពោះមួយពុកម្ដាយម៉ែហើយណានៅស្រុកខ្មែរនៅស្រុកខ្មែរម៉ែលឺតែចឹងចុចបាត់ហើយខឹងហើយណាស្រុកខ្មែរដល់មកស្ទូក្រោយណាកាលម៉ែខ្ញុំគ្រូណាចរាចរតែដល់តែបានរៀនហើយក៏មានឧបាយមួយដាក់ចិត្តមានន័យថាឪពុកម្ដាយទោះគាត់ប្រើពាក្យសម្ដីមកលើយើងវាមិនក៏គាត់អត់ចង់ឲ្យកូននឹងដើរផ្លូវខុសដែរអញ្ចឹងហើយក៏មានឧបាយមួយនិយាយជាមួយម៉ែពីម៉ែទៅមកអញ្ចឹងណាបានម៉ែខ្ញុំនៅចេះនៅមួយគ្រូឬមួយខ្ញុំចុះមកការងារតាមខែចេះទៅជាលឺពាក្យមួយហ្នឹងមកយកកូនណាលឺពាក្យកូនហ្នឹងពីមុនទៅណាវើយមកស៊ីបាយទឹកឥឡូវអត់ហ្នឹងកូនណាកូនអញ្ចឹងវាមានថាផលដែលយើងធ្វើអំពើល្អជាមួយឪពុកម្ដាយគឺផលហត់មកវិញទោះមិនបានមកវាមកភ្លាមប៉ុន្តែយូរទៅវាទៅជាបានពាក្យមួយដែលយើងមិនធ្លាប់ឮពីឪពុកម្ដាយយើងធ្លាប់ឮពីទូចកូនញ៉ាំបាយចេះកូនបាយចេះតែធំឡើងកូនឪពុកម្ដាយមានភាពឃ្លាតឆ្ងាយគ្នាបាទហើយខ្ញុំនិយាយត្រង់ពីមុនខ្ញុំអត់ដែរខ្ញុំចាំអត់ភ្លេចទេខ្ញុំមានថាប៉ាខ្ញុំឲ្យខ្ញុំនឹងជម្រាបលាម៉ែទៅរៀនខ្ញុំយំគូវាទៅជាថាយើងមិនដឹងថាពេលហ្នឹងយើងថាយើងក្មេងពេកថាបានតែដល់តែធំឡើងនៅតែមិនដែរជម្រាបសួរជម្រាបម៉ែលាតែមួយរយៈដែលខ្ញុំបានសិក្សានេះខ្ញុំបានថ្វាយគុំម៉ែបើនិយាយថ្វាយគុំនៅពេលខុសថ្វាយគុំសុំទោសនេះសាក់សៃមិនដែរឡើយអត់ទេខ្ញុំបានមិនចាំថាថ្វាយគុំឪពុកម្ដាយដោយសារការយើងយល់ឃើញត្រូវពេលមុនទៅណាខ្ញុំប្រាប់គាត់ហ្នឹងម៉ែខ្ញុំទៅនេះហើយជម្រាបគាត់ទៅដល់អញ្ចឹងក៏មានចិត្តមួយថាហេតុដែលខ្ញុំបានយល់មកបានប៉ុណ្ណេះដោយសារខ្ញុំបានសិក្សានៅមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដែលរៀបរៀងដោយលោកគ្រូដែលបានរៀបរៀងសៀវភៅឲ្យខ្ញុំបានមើលងាយយល់ទី1មានទាំងរូបភាពមានទាំងសៀវភៅមានទាំងវីដេអូហើយពិបាករៀនមែនលោកគ្រូពិបាករៀនមានន័យថាលោកគ្រូយើងក៏តែងតែប្រាប់ដែរថារៀនទៅមិនបាច់រៀនយកចេះទេតែខ្ញុំទៅលើពាក្យមួយទៀតថាចាក់អីថ្ងៃមិញចាក់ចោលឬក៏ចាក់អីឬគាត់ចាក់ស្ដាំគាត់ថ្ងៃមិញពាក្យមួយដែលថាយើងចាប់ពីម្ដងតែចាក់ហ្នឹងចាប់ចោលឬក៏ចាក់ហ្នឹងហើយពាក្យចាក់ចោលហ្នឹងមានថាយើងចាក់យើងអត់ស្ដាប់ទេយើងអត់យកចិត្តទុកដាក់ណារឿងចេះចោលហ្នឹងគឺចប់ដែរបាទប៉ុន្តែមេរៀនរបស់លោកគ្រូបរៀនក្នុងមួយវីដេអូលោកគ្រូបានយល់បោះបាយប៉ុន្តែពេលខ្លះចាក់ស្ដាប់ឡើងវិញពាក្យដែលបានលឺហ្នឹងគឺមានមែនជួនកាលពេលរៀនហ្នឹងងក់លោកគ្រូថាថៃអ្នកមកធាក់ឡើងកាត់ឡើងងក់ងុយទៅណាលោកគ្រូនិយាយឯងភ្ញាក់មកតាមទៅទៀតទៅហើយរៀនពីក្នុងការរៀននឹងវិបាកប៉ុន្តែខ្ញុំជារៀនរាល់ថ្ងៃហើយចឹងហើយក៏សូម ពិបាកមិន